សារតែបើខ្ញុំមើលទៅលោកមានប្រសាសន៍ខាងដើមហ្នឹងគឺយើងមាន transaction នៃការទូទាត់នៅតាមប្រព័ន្ធធនាគារ1300លានដងហ្នឹងដែលមើលទៅវាជាសញ្ញាមួយប៉ុន្តែនៅក្នុងការទូទាត់ transaction 1300លានហ្នឹងគឺមានបញ្ហាមិនប្រក្រតីអីផ្សេងៗដែលកើតជារូបភាពនៃការបោកបញ្ឆោតហើយវាផ្សារភ្ជាប់ទៅនឹងការពង្រឹងបច្ចេកវិទ្យារបស់ធនាគារនៅក្នុងប្រទេសកម្ពុជាបានដើម្បីកុំឲ្យបញ្ហាដែលកើតឡើងពង្រឹងកម្មវិធីណាបាទទីមួយចេះខ្ញុំគិតថាសម្រាប់ជាអ្នកប្រើប្រាស់តែម្ដងព្រោះដោយសារដើម្បីឲ្យមានសុវត្ថិភាពក្នុងការប្រើប្រាស់នេះដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងខាងធនាគារគឺការងារចម្បងរបស់គាត់គឺទីមួយពង្រឹងប្រព័ន្ធហ្នឹងឲ្យមានសុវត្ថិភាពហើយទីពីរចង់និយាយថាធ្វើការណែនាំទៅដល់អតិថិជនតាមរយៈបុគ្គលិករបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នហើយសម្រាប់អតិថិជនតែម្ដងអ្វីដែលសំខាន់ផុតគឺថាចេះឧទាហរណ៍ថាលេខ password ឬលេខកូដសម្ងាត់ចុះអាហ្នឹងទីមួយត្រូវដាក់លេខ password ឬលេខកូដណាមួយដែលគេមិនងាយនឹងទាញត្រូវណារឿងមួយហើយទីពីរទោះក្នុងកលៈស័កបែបណាក៏ដោយអាលេខកូដហ្នឹងមិនត្រូវចែកម្លែកជាមួយអ្នកណាទេរួមទាំងញាតិមិត្តបងប្អូនផងហើយត្រូវចាំថាធនាគារមិនដែលសុំព័ត៌មាននឹងតាមទូរស័ព្ទទេមិនដែលត្រូវសុំព័ត៌មាននេះតាមទូរស័ព្ទទេព្រោះដោយសារតែលេខ password លេខ code នេះវា unique សម្រាប់បុគ្គលមួយហើយអ្វីដែលយើងសង្កេតឃើញកន្លងមកត្រង់ចេះនៅពេលដែលមានការក្លែងបន្លំពីជនខិលខូចនេះច្រើនតែគាត់ telephone មកណាគាត់ប្រាប់ថាពីធនាគារនេះពីធនាគារនោះចាប់ឆ្នោតត្រូវឈ្មោះបងលោកស្រីហើយអ្វីដែលគាត់ភាសាដែលគាត់តែនិយាយគឺថាត្រូវតែសម្រេចចិត្តឲ្យព័ត៌មានណាមួយពីយើងនឹងត្រូវតែសម្រេចចិត្តភ្លាមបាទម៉ោង3ម៉ោង5បើមិនចឹងទេរង្វាន់ដែលទទួលបាននឹងបាត់បង់ហើយនៅពេលដែលឮព័ត៌មានហ្នឹងអតិថិជនត្រូវមានសំណួរមួយថាភាគច្រើនគេថាសឹងទាំងអស់គឺខ្លាំងៗព្រោះដោយសារបើសិនជាការទូរស័ព្ទពីខាងស្ថាប័នវិញធម្មតាពេល telephone មកគេប្រាប់ពីឈ្មោះទូនាទីណាហើយគេមិនដែលបង្ខំឲ្យយើងថាត្រូវសម្រេចចិត្តល្ងាចនេះឬក៏2ម៉ោងទៀតទេអញ្ចឹងអាហ្នឹងគឺជាសញ្ញាមួយនៃការបោកប្រាស់ហើយចំណុចមួយទៀតពេលគេផ្ញើទិន្នន័យអីមកវាច្រើនឲ្យមាន link ណាតភ្ជាប់ថាចុចអាហ្នឹងចុចអីទៅណាអាហ្នឹងដាច់ខាតព្រោះដោយសារអា link ហ្នឹងហើយដែលនាំយើងទៅដល់ page ឬក៏ទៅកន្លែងមួយដែលអត់មានសុវត្ថិភាពគេអាចលួចទិន្នន័យផ្ទាល់ខ្លួនយើងគេអាចលួច password យើងទៅតាម malware អីមួយដែលអាចលួចព័ត៌មានបានហើយអា link នេះទៀតជាទូទៅច្រើនតែខ្លែងបន្លំស្តៀងឈ្មោះធនាគារមួយបើខុសបន្តិចចំណែកad អីហ្នឹងវាទៅត្រង់ជូកឬក៏ទៅថែមអក្សរអីមួយអញ្ចឹងទៅណាដើម្បីឲ្យអតិថិជនគិតថាជាការពិតហើយមួយរយៈចុងក្រោយនេះយើងឃើញមួយទៀតគឺច្រើនថា telephone មកអាព័ត៌មានបន្ទាន់ហើយធ្វើឲ្យមនុស្សភ័យថាឥឡូវបើសិនជាមិនព្រមផ្ដល់ព័ត៌មានទេណាលេខទូរស័ព្ទឬលេខកុងអីហ្នឹងនឹងត្រូវបានគេផ្អាកប្រសិនហើយអ្នកទទួលព័ត៌មានខ្លះភ័យអីចឹងទៅឲ្យប្រព័ន្ធមានអានេះគឺជាល្បិចថ្មីដែលយើងសង្កេតឃើញមួយរយៈចុងក្រោយអ្វីដែលជាយោបល់របស់ខ្ញុំថាពេលបានទទួលព័ត៌មាននេះបើសិនមានការសង្ស័យឲ្យ telefone ទៅបុគ្គលិកដែលជាគេហៅថា relationship manager របស់យើងឬបើអត់មានទេធម្មតាធនាគារគេមាន contact center របស់គេអាចទេទៅសួរបានហើយ contact center number ជាទូទៅមានជាសាធារណៈណាGoogle search បន្តិចទៅដឹងអូថាឥឡូវ Maybank លេខ hotline ប្រហែល Aklida ប្រហែលគេមានព័ត៌មានកុំយកលេខពីណាយកលេខពីហ្នឹងមកណា